ពេលអ្នកដឹកអេវ៉ាន់យកទៅឲ្យភ្ញៀវគ្រាន់តែដើរចូលក្នុងផ្ទះភ្លាមស្រាប់តែឃើញឯកសណ្ឋានប៉ូលីសក៏ភ័យស្លន់ស្លោពេលកំពុងចាំទទួលលុយដៃរបស់គាត់ញ័រមិនឈប់តែម្ដងភាពមិនប្រក្រតីដ៏តូចមួយនេះណាស់មិនអាចគេចផុតពីភ្នែកប៉ូលីសជើងចាស់ដែលមានបទពិសោធន៍បានឡើយប៉ូលីសដឹងច្បាស់ថាមានរឿងមិនស្រួលអ្នកដឹកអេវ៉ាន់ម្នាក់នេះមានបញ្ហាហើយស្រាប់តែពេលនោះមានគេមកគោះទ្វារប៉ូលីសបើកទ្វារមើលក៏ឃើញថាពិតមែនហើយគឺជាអ្នកដឹកអេវ៉ាន់ម្នាក់មិញហ្នឹងតែលើកនេះគេមើលទៅប្លែកខ្លាំងដូចជាជួបរឿងអ្វីម្យ៉ាងតើលោកជាប៉ូលីសមែនទេបន្ទាប់មកប៉ូលីសលីវយ៉ាងក៏ហៅគេចូលក្នុងផ្ទះបុរសម្នាក់នេះមិនបានលាក់បាំងទេគាត់បានរៀបរាប់រឿងចម្លែកដែលបានជួបប្រាប់ទៅកាន់លីវយ៉ាងទាំងអស់លីវយ៉ាងមានបទពិសោធន៍ប៉ូលីសច្រើនឆ្នាំតែពេលបានស្ដាប់រឿងនេះហើយគាត់ស្រាប់តែមានអារម្មណ៍ព្រឺឆ្អឹងខ្នងគឺក្នុងរយៈពេល3ខែមកនេះបុរសដឹកជញ្ជូនតែងតែយកអាហារទៅឲ្យមនុស្សដែលស្លាប់បាត់ហើយមានក្មេងស្រីម្នាក់រៀងរាល់យប់ម៉ោង 12 កន្លះនាងតែងតែកុំមកមាន់បំពងមួយប្រអប់ហើយរាល់ដងនាងតែងតែសរសេរសារផ្អែមល្ហែមក្នុងចំណោមដូចជាឲ្យតែអ្នកដឹកសង្ហានាងមិនបាច់ញ៉ាំបាយក៏បានពេលខ្លះនាងថែមទាំងឲ្យអ្នកដឹកជញ្ជូនគូររូបតុកតាលើក្រដាសជូតមាត់ដំបងឡើយបុរសដឹកជញ្ជូនស្មានថាខ្លួនឯងមានសំណាងស្នេហ៍គេតែងតែសប្បាយចិត្តដូចអ្នកកំពុងញ៉ាំញីរួចក៏ប្រញាប់យកអាហារទៅឲ្យនាងតែអ្វីដែលចម្លែកនោះរាល់ពេលឲ្យអាហារនាងមិនដែលនិយាយអ្វីឡើយនៅលើមុខនាងតែងតែបិទម៉ាស់តុក្កតាជានិច្ចរហូតដល់យប់មួយរឿងចម្លែកបំផុតបានកើតឡើងពេលនោះបុរសដឹកជញ្ជូននៅហាងមាន់បំពងកំពុងរងចាំការកុម្ម៉ង់របស់នាងមិននឹកស្មានថានាងកុម្ម៉ង់មុនម៉ោងកំណត់ហើយលើកនេះគ្មានសារអ្វីទាំងអស់ធ្វើឲ្យបុរសដឹកជញ្ជូនដែលធ្លាប់តែឃើញសារមានអារម្មណ៍បារម្ភពេលគេយកអាហារទៅដល់មុខផ្ទះនាងបែរជាមិនព្រមបើកទ្វារគេក៏ព្យាយាមគោះទ្វារជាខ្លាំងមួយសន្ទុះក្រោយមកទើបនាងបើកទ្វារយឺតតែពេលនេះមុខរបស់នាងពោពេញដោយភាពភ័យខ្លាចកែវភ្នែករបស់នាងមើលទៅស្លន់ស្លោខ្លាំងណាស់ពិតជាគួរឲ្យបារម្ភណាស់ពេលគាត់ទទួលអាហារភ្លាមនាងបែរជាខំដៃគាត់យ៉ាងខ្លាំងដំបូងគាត់មិនបានចាប់អារម្មណ៍ទេស្មានថានាងគ្រាន់តែមានអារម្មណ៍មិនល្អប៉ុណ្ណោះចង់បញ្ចេញកំហឹងដាក់គាត់តែពេលត្រឡប់ទៅវិញគាត់កាន់តែគិតកាន់តែឆ្ងល់គាត់សង្ស័យថាទង្វើនាងប្រហែលជាសញ្ញាសុំជំនួយគិតដល់ចំណុចនេះគាត់ក៏បត់ម៉ូតូត្រឡប់ក្រោយប្រញាប់ទៅផ្ទះនាងវិញភ្លាមតែគាត់មិនដឹងឡើយថារឿងរ៉ាវរន្ធត់កំពុងកើតឡើងគាត់ប្រញាប់ប្រញាល់ខ្លាំងណាស់ហើយខំគោះទ្វារផ្ទះនាងតែគ្មានអ្នកឆ្លើយតបឡើយពេលគាត់កាន់តែគោះខ្លាំងទៅសំឡេងគោះទ្វារខ្លាំងនោះធ្វើឲ្យអ្នកចិត្តខាងខឹងសម្បាធ្វើស្អីទាំងយប់ហ្នឹងមកដឹកអេវ៉ាន់តាបងដឹកឲ្យអ្នកណាគេផ្ទះនឹងគ្មានមនុស្សនៅទេខ្ញុំទើបតែដឹកឲ្យមិញហ្នឹងខ្ញុំដឹកមកទីនេះរាល់ខែតើដឹកឲ្យអ្នកណាបាទគេទើបតែនៅទីនេះមិញបើអញហ៊ានកុហកខ្ញុំនឹងប្តឹងប៉ូលីសពេលនេះបុរសនោះភ័យខ្លាំងណាស់គេប្រញាប់ដកទូរស័ព្ទចេញមកដៃញ័រទ្រើកចុចលេខប៉ូលីសមិនយូរប៉ុន្មានប៉ូលីសបានមកដល់ផ្ទះក្មេងស្រីប៉ុន្តែសម្ដីរបស់អ្នកគ្រប់គ្រងប្រៀបដូចជាមុខកាំបិតចាក់ទម្លុះក្នុងបុរសនោះធ្វើឲ្យគេព្រើរោមពេញខ្លួនក្មេងស្រីម្ចាស់ផ្ទះឈ្មោះឈិនស៊ីតាំងពីកន្លះឆ្នាំមុននាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ូលីសបានឆែកក្នុងប្រព័ន្ធឃើញឯកសារស្លាប់របស់នាងពិតមែនប៉ូលីសសន្និដ្ឋានថាគេប្តឹងក្លែងក្លាយបន្ទាប់មកប៉ូលីសបានស្ដីបន្ទោសគេយ៉ាងខ្លាំងដើម្បីបញ្ជាក់ការពិតបុរសនោះប្រញាប់ប្រញាល់បង្ហាញវិទ្យាបត្រកម្មអាហារហុចឲ្យប៉ូលីសមើលទាំងអស់គេក៏ប្រញាប់លើកដៃឲ្យប៉ូលីសពិនិត្យមើលស្នាមរបួសដែលនាងខ្វាយប៉ុន្តែរឿងចម្លែកបានកើតឡើងស្នាមក្រចកដែលធ្លាប់មានបាត់ខ្លួនគ្មានស្រមោលតែម្ដងចុងក្រោយប៉ូលីសគិតថាគាត់វង្វេងផ្លូវក៏លែងខ្វល់ខ្វាយហេតុនេះហើយពេលយកអាហារឲ្យលាវយានគាត់ក៏រៀបរាប់រឿងរ៉ាវប្រាប់ទៅលាវយានទាំងអស់លាវយានស្ដាប់ហើយចាប់អារម្មណ៍តែពិបាកត្រង់គ្មានភស្តុតាងច្បាស់លាស់ទើបបើកសំណុំរឿងមិនបានលាវយានក៏ទូរស័ព្ទហៅមិត្តរួមការងារមកជួយអ្នកគ្រប់គ្រងខ្លាចមិនហ៊ានឡើងក៏ប្រគល់សោឲ្យលាវយានពេលលាវយានបើកទ្វារបន្ទប់អារម្មណ៍ត្រជាក់ស្រេបក៏មកដល់គ្រប់គ្នាប្រញាប់ធ្វើការងារបែងចែកភារកិច្ចគ្នាឆែកមើលដានមនុស្សរស់នៅក្នុងរយៈពេលកន្លះឆ្នាំនេះមិនយូរប៉ុន្មានក៏រកឃើញតម្រុយពួកគេឃើញសក់មួយសរសៃតែទើបតែជ្រុះថ្មីថែមទាំងឃើញបញ្ហាក្នុងកុំព្យូទ័របន្ទប់នេះមានមនុស្សរស់នៅរហូតតែចម្លែកត្រង់ថាហេតុអ្វីខ្លែងធ្វើដូចគ្មានមនុស្សអ៊ីនធឺណិតក្នុងបន្ទប់នេះមិនដាច់ទេប្រើក្នុងរយៈពេលយូរទៀតផងភាគច្រើនមើល website និងលេងហ្គេមតែមានចំណុចមួយខ្ញុំមិនយល់អ្នកថាស្រីម្នាក់នេះជួបគ្រោះថ្នាក់ខែ5តែចាប់ពីថ្ងៃទី13ខែ5មកអាសយាដ្ឋាន IP បានបាត់អស់7ថ្ងៃក្រោយ7ថ្ងៃក៏ចាប់ផ្ដើមប្រើវិញហើយប្រើច្រើនជាងមុនទៀតគឺដូចគ្នាទាំងស្រុងចូល website ដដែលនិងលេងហ្គេមដដែលពេលវេលាក៏ដូចគ្នាទៀតអារម្មណ៍ត្រូវហើយ7ថ្ងៃគឺចាប់ពីថ្ងៃទី20ខែ5មកឡើងវិញ7ពេលល្ងាចអតីតកាលពួកគេកាន់តែវិភាគកាន់តែចម្លែកហ
ហេតុនេះពួកគេក៏មកផ្ទះឪពុកម្ដាយឈិនស៊ីដើម្បីស៊ើបការអ្នកស្រីឈិនគាត់វង្វេងវង្វាន់ព្រោះបាត់បង់កូនស្រីលោកឈិនក៏បានបញ្ជាក់ថាកូនស្រីរបស់គាត់ជាស្លាប់ដោយគ្រោះថ្នាក់កន្លះឆ្នាំមុនដើម្បីឲ្យច្បាស់ថាសរសៃសក់នៅផ្ទះឈិនស៊ីជារបស់អ្នកណាលីវៀនបានយកសំណាក់ DNA ពុកនាងបន្ទាប់មកពួកគេទៅក្បែរផ្ទះនាងទៅសួរអ្នកជិតខាងដើម្បីស៊ើបការតែចម្លើយដែលទទួលបានគឺខុសគ្នាស្រឡះថាម៉េចក្មេងស្រីបន្ទប់401ស្លាប់អូយគួរឲ្យស្ដាយណាស់នាងជាក្មេងល្អណាស់ណាស្លាប់តាំងពីពេលណាកន្លះឆ្នាំមុនលោកមិនដឹងទេមិនអាចទៅរួចទេអ្នកឯងច្រឡំហើយសប្តាហ៍មុននាងទើបតែជួយជីវិតខ្ញុំមានរឿងអីទៅថ្ងៃនោះខ្ញុំទិញម្ហូបមកវិញស្រាប់តែភ័យញ័រពេញខ្លួនអារម្មណ៍ពេលនោះដូចចង់សន្លប់ចៃដន្យឲ្យក្មេងស្រីនោះកំពុងបើកទ្វារនាងក៏ដកស្ករគ្រាប់ពីហោប៉ាវយកមកដាក់ក្នុងមាត់ខ្ញុំមិននឹកស្មានថាខ្លួនឯងចុះជាតិស្ករសោះក្មេងអីឆ្លាតដំឡេះលោកមើលឲ្យច្បាស់ពិតជាម្នាក់នេះមែនទេច្បាស់ណាស់គឺនាងនឹងហើយក្មេងនេះមានសុជីវធម៌ណាស់ឃើញខ្ញុំកាន់អីធ្ងន់នាងតែងតែជួយប៉ុន្តែមួយរយៈនេះមិនសូវដែលឃើញនាងទេឃើញតែម្ដងនោះឯងមកនេះសិនមកលោកប៉ូលីសតើលោកធ្លាប់ឬទេបាទមានសម្លេងចម្លែកនៅបន្ទប់ក្បែរអត់ឃើញមានអ្វីខុសប្លែកទេក្មេងស្រីបន្ទប់នោះស្លាប់យូរហើយលាថានាងស្លាប់ដោយគ្រោះថ្នាក់អ្នកធ្លាប់មកឆែកហើយតើមិត្តខ្ញុំមកតែខ្ញុំមិនបានមកចុះពេលមិត្តខ្ញុំត្រឡប់ទៅវិញតើអ្នកអ៊ីសម្លេងអ្វីទៀតទេអត់ទេអ្វីទៀតទេខ្ញុំប្រកាសណាស់ថាអត់ទេអ្វីទេអ្នកដឹកអេវ៉ាន់ប្រាប់មកខ្ញុំពិតជាមានអារម្មណ៍ខ្លាចណាស់ខ្ញុំនិយាយត្រង់ប្រាប់អ្នកខ្ញុំស្ដាប់ទាំងយប់ដេកមិនលក់ទេម៉ោង5ភ្លឺខ្ញុំក៏ចេញទៅបាត់តើអ្នកឧស្សាហ៍ដើរឆ្ងាយទេបាទខ្ញុំទៅថតគុណរាប់ខែណោះអរគុណដែលបានសហការខ្ញុំទៅសិនហើយអរគុណច្រើនលទ្ធផល DNA ចេញហើយខ្ញុំដឹងហើយថាវាចេញហើយសរសៃសក់ដែលយើងរកឃើញវាមិនមែនជារបស់ឈឹងស៊ីទេមិនមែនជារបស់នាងឡើយចុះវាជារបស់អ្នកណាទៅតើវាទើបតែជ្រុះមែនទេសក់តែមួយសរសៃប៉ុណ្ណោះរហូតមកដល់ពេលនេះយើងមានតែសក់មួយសរសៃនេះសូម្បីស្នាមមេដៃក៏រកមិនឃើញស្នាមមេដៃសំណួរជាច្រើនធ្វើឲ្យលាវយ៉ានពិបាកគិតពួកគេប្រើវិធីបុរាណបំផុតគឺការលុបចាំលុះដល់យប់ប៉ូលីស2នាក់ចាំក្នុងផ្ទះដើម្បីស្វែងរកតម្រុយមានអ្នកសង្ស័យទេមើលមិនឃើញអ្វីសោះក្មេងស្រីនោះប្រហែលស្លាប់ខ្ញុំបារម្ភពីនាងណាស់បើនៅមានជីវិតហេតុអ្វីគ្មានអ្នកសំឡេងប្រហែលជាសន្លប់បាត់ហើយគ្មានកាមេរ៉ាពិបាកនិយាយណាស់ចុះមេក្រុមវិញហេតុអ្វីឲ្យយើងចាំទីនេះបន្ទប់នេះគួរឲ្យខ្លាចណាស់និយាយមិនទាន់ផុតពីមាត់ស្រាប់តែមានសម្លេងចម្លែកអ្នកទាំងពីរភ័យខ្លាំងណាស់ក៏ប្រញាប់ពួនភ្លាម